ជំរាបសួរបងប្អូនទាំងអស់គ្នាអស់រយៈពេលប្រហែលជាមួយទឹកជាងហើយដែលខ្ញុំអត់បានចេញវីដេអូតលតែសោះហើយថ្ងៃនេះខ្ញុំត្រឡប់មកវិញនឹងធ្វើការជម្រាបជូនថាមូលហេតុអីបានខ្ញុំមិនសូវជាមានវីដេអូចេញក៏ដូចជាចង់មកចែករំលែកនៃការផលិតវីដេអូរបស់ខ្ញុំតែម្ដងនៅក្នុងខែ11នេះខ្ញុំពិតជារវល់ខ្លាំងមែនទែនធ្វើបើថារវល់យ៉ាងណាក៏ដោយខ្ញុំក៏បានដាក់ challenge ជាមួយនឹងខ្លួនឯងធ្វើម៉េចបង្កើតវីដេអូយ៉ាងតិចបំផុតក៏ឲ្យបាន11វីដេអូដែរឲ្យវាគ្រប់ជាមួយនឹងខែ11តែម្ដងអញ្ចឹងក្នុង11វីដេអូរបស់ខ្ញុំនឹងមានវីដេអូទៅដល់លេងនៅឯប្រទេសឡាវផងដែរអញ្ចឹងកុំភ្លេចណាបងប្អូនចូលទៅកាន់ YouTube NIMC ដើម្បីធ្វើការ Subscribe ឲ្យហើយបាទខ្ញុំនឹងមានផលិតវីដេអូចែកជូនបងប្អូនចំនួន11វីដេអូនៅក្នុងខែ11នេះអញ្ចឹងសម្រាប់ឧបករណ៍ផលិតវីដេអូរបស់ខ្ញុំ iPhone 12 Pro Max គឺថាខ្ញុំប្រើទូកសាច់ខ្លាំងមែនទែនទិញតាំងពីឆ្នាំ2023ពេលហ្នឹងដូចជា600ជាងប្រើច្រើនមែនទែនការថតការ edit គឺទៅការប្រើប្រាស់ប្រចាំថ្ងៃរាល់ថ្ងៃហ្នឹងបាទវីដេអូនេះគឺខ្ញុំថតចេញពីជាកាមេរ៉ា Canon R អានោះខ្ញុំទិញ second hand ឬក៏មកទឹកទេចេញពីហាងមួយនៅឯរាជធានីភ្នំពេញតម្លៃវាខ្ញុំទិញទាំងថ្ងៃហ្នឹងគឺអស់1300ជាងនៅក្នុងវីដេអូនេះផងដែរខ្ញុំក៏ចង់ឆ្លៀតពីវនីវដែរបើសិនជាមានបងប្អូនណាចង់ការកាមេរ៉ាហ្នឹងពួកខ្ញុំក៏គិតចង់លក់ដែរតែខ្ញុំមិនសូវជាបានប្រើប្រាស់ប្រមាណទេបងប្អូនដោយសារភាគច្រើនខ្ញុំកាន់ទូរស័ព្ទនេះទៅតាមខ្លួនគឺងាយស្រួលមែនទែនពេលយើងចង់ដកថតតែម្ដងខ្ញុំទិញ1200បងប្អូនណាត្រូវការខ្ញុំលក់តម្លៃខាតពាក់កណ្ដាលបាទខ្ញុំលក់ចំនួន600ឥឡូវខ្ញុំចូលដល់ការ edit ឬក៏កាត់តវិញម្ដងដល់ពេលបច្ចុប្បន្ននេះប្រើកាត់តែជាមួយទូរស័ព្ទទេប៉ុន្តែខ្ញុំប្រើជាមួយនឹងកម្មវិធី InShot កម្មវិធី InShot ខ្ញុំនឹងដាក់បង្ហាញឲ្យបងប្អូនបានមើលកម្មវិធីនេះគឺងាយស្រួលដល់ថា import ឬក៏បញ្ចូល font ខ្មែរពិសេសខ្ញុំ focus ទៅលើការ voice over ដាក់វីដេអូហើយគឺ voice over ព្រោះថាឥឡូវគឺគេ update អញ្ចឹងឥឡូវយើងចូលទៅដល់ជំហានមួយទៀតគឺជំហានការ edit រូបភាពអញ្ចឹងបងប្អូនឆ្ងល់ថាការផលិតវីដេអូសោះមិនក៏តាក់ទងជាមួយនឹងរូបភាពអញ្ចឹងខ្ញុំឧទាហរណ៍មួយបងប្អូនពេលដែលបងប្អូនចូលទៅក្នុង YouTube បងប្អូនស្រាប់តែអូសទៅឃើញរូបនៅខាងមុខគេដាក់សុទ្ធតែអីណារូបពស់ប្រពន្ធណានៃឬក៏កសេចំណងទើងធំថាពិតជាមិនគួរឲ្យជឿសោះអីចឹងណាបាទអាហ្នឹងហើយគឺសំខាន់ខ្លាំងមែនទែនរូបភាពហ្នឹងគឺខ្ញុំផលិតតាមកម្មវិធី PicArt អញ្ចឹងសម្រាប់វីដេអូនៅក្នុងថ្ងៃនេះគឺបានឈានជើងចូលដល់ទីបញ្ចប់ហើយប៉ុន្តែមុននឹងបញ្ចប់ខ្ញុំចង់មានសារមួយចង់ជាការលើកទឹកចិត្តក៏ដូចជាការបង្ហាញផ្លូវសម្រាប់អ្នកដែលចង់ផលិតវីដេអូក្រោយកាលណាតែយើងមានការបាក់ទឹកចិត្តនិងការបោះបង់ណាចង់បោះបង់ណាខ្ញុំចង់ប្រាប់បងប្អូនថាវាគឺជារឿងល្អទេចង់បោះបង់បាក់ទឹកចិត្តជារឿងល្អមិនបងប្អូនជួបជាមួយនឹងរឿងទៅនឹងបើន័យថាសញ្ញានៃការដើរទៅរកភាពជោគជ័យហើយបងប្អូនអាចសួរ content creator ឬក៏អ្នកផលិតមាតិកាផ្សេងទាំងអស់អ្នកណាដែលថាមិនធ្លាប់ជួបអារម្មណ៍នឹងបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំទម្រាំមកដល់ថ្ងៃនេះខ្ញុំប្រហែលជាបោះបង់មិនក្រោម30-40ដងទេបងប្អូនបាទគាត់ថាយើងស្រឡាញ់កាលណាតែស្រឡាញ់ពេលណាដែលយើងហត់ពេលណាដែលយើងបាក់ទឹកចិត្តយើងសម្រាប់បោះផ្លេតសិនបាទយើងសម្រាប់បន្តិចសិនក្រោយមកយើងក៏ធ្វើការបន្តទៀតពេលដែលយើងសម្រាប់ហ្នឹងយើងមិនមែនសម្រាប់ចោលទេយើងគិតឡើងវិញថាយើងដើរមកឆ្ងាយប៉ុណ្ណាហើយយើងស្រឡាញ់អានឹងខ្លាំងប៉ុណ្ណាហើយយើងគួរតែដូរវិធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យការផលិតវីដេអូរបស់យើងដំណើរការតទៅមុខទៀតធ្វើបើថាខ្ញុំមិនជោគជ័យដុំកពូនអីទេបងប្អូនប៉ុន្តែគ្រាន់តែថាមានអ្វីដែលខ្ញុំអាចចែករំលែកបានគឺខ្ញុំចែករំលែកអញ្ចឹងជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់នេះគឺជាវីដេអូទី1អញ្ចឹងនៅចំនួន10វីដេអូទៀតហើយ10វីដេអូទៀតកុំភ្លេចរងចាំទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាសូមអរគុណ